ទីក្រុងចល័តនៅកណ្ដាលមហាសមុទ្រហើយមិនដែលបង្ហាញលើផែនទីឡើយវាមានប្រវែងជាង330ម៉ែត្រហើយវាអាចធ្វើដំណើរពី20ទៅ25ឆ្នាំដោយមិនចាំបាច់ប្រើប្រេងឥន្ធនៈលើសពីនេះវាមានអំណាចក្នុងការបង្កាត់ឬបញ្ឈប់ភ្លើងសង្គ្រាមបានយ៉ាងងាយវាគឺជានាវា USS Abraham Lincoln ដែលជាបន្ទាយអណ្ដែតទឹកតម្លៃ 4.5 ពាន់លានដុល្លារដែលអាចវាយប្រហារទៅគ្រប់ទីកន្លែងនៅលើផែនដីនាវា USS Abraham Lincoln ហៅកាត់ថា CVN 72គឺជានាវាផ្ទុកយន្តហោះដ៏មានអានុភាពបំផុតមួយដែលត្រូវបានសាងសង់ឡើងដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនៅពេលដែលសហរដ្ឋអាមេរិកនិងសហភាពសូវៀតគឺជាសត្រូវប្រជែងគ្នាយ៉ាងខ្លាំងពេលនោះសហរដ្ឋអាមេរិកត្រូវការវិធីសាស្ត្រមួយដើម្បីបង្កើនអានុភាពយោធានៅគ្រប់ទីកន្លែងក្នុងពិភពលោកជាពិសេសគឺឆ្លងកាត់មហាសមុទ្រនាវាផ្ទុកយន្តហោះបែបនេះបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនាំយកកម្លាំងអាកាសទៅក្បែរទឹកដីរបស់សត្រូវដោយមិនចាំបាច់ត្រូវការមូលដ្ឋានទ័ពនៅក្នុងប្រទេសដទៃឡើយនាវានេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ1989នៅអំឡុងចុងឆ្នាំនៃសង្គ្រាមត្រជាក់ដោយត្រូវបានរចនាឡើងសម្រាប់គោលបំណងតែមួយគត់គឺការគ្រប់គ្រងពិភពលោកនៅលើផ្ទៃសមុទ្រតម្លៃសាងសង់សរុបមានប្រហែល 4.5 ពាន់លានដុល្លារអាមេរិកហើយនោះគ្រាន់តែជាតម្លៃនាវាតែប៉ុណ្ណោះមិនទាន់រាប់បញ្ចូលយន្តហោះឬប្រតិបត្តិការផ្សេងៗឡើយជាមួយនឹងប្រវែងជាង330ម៉ែត្រនាវាផ្ទុកយន្តហោះនេះប្រៀបដូចជាទីក្រុងដែលកំពុងចល័តនៅលើផ្ទៃទឹកដែលផ្ទុកមនុស្សជាង 5000 នាក់រស់នៅរួមមានអ្នកបើកនាវាអ្នកបើកយន្តហោះនិងវិស្វករជាដើមប៉ុន្តែអ្វីដែលធ្វើឲ្យវាពិសេសបំផុតនោះគឺថាមពលនុយក្លេអ៊ែរនាវា USS Abraham Lincoln ត្រូវបានដំណើរការដោយម៉ាស៊ីនដើរដោយថាមពលនុយក្លេអ៊ែរចំនួន2ដែលអាចអនុញ្ញាតឲ្យវាបើកបរបានពី20ទៅ25ឆ្នាំដោយមិនចាំបាច់ចាក់ប្រេងឡើងវិញឡើយវាអាចធ្វើដំណើរបានចម្ងាយគ្មានដែនកំណត់វាគ្រាន់តែឈប់ដើម្បីដាក់អាហារនិងការផ្គត់ផ្គង់ប៉ុណ្ណោះនេះមានន័យថាវាអាចឈរជើងបានរាប់ឆ្នាំដើម្បីបង្ហាញអានុភាពនៅគ្រប់ទីកន្លែងជុំវិញពិភពលោកអាវុធដ៏អស្ចារ្យបំផុតរបស់នាវានេះគឺមិនមែនត្រឹមតែមីស៊ីលនោះទេគឺកងយន្តហោះរបស់វាអាចផ្ទុកយន្តហោះបានពី60ទៅ70គ្រឿងរួមទាំងយន្តហោះចម្បាំង FA-18 Super Hornet យន្តហោះនីមួយៗមានតម្លៃប្រហែល70លានដុល្លារអាមេរិកហើយនៅពេលបំពាក់អាវុធពេញលេញវានឹងក្លាយជាអាវុធវាយប្រហារពីលើអាកាសដែលអាចកំទេចគោលដៅយ៉ាងជាក់លាក់បំផុតព្រោះតែទីលានសម្រាប់ចាប់ផ្ដើមហោះហើរមានប្រវែងមិនគ្រប់គ្រាន់ដែលមិនអាចឲ្យយន្តហោះហោះឡើងដោយផ្ទាល់បានហេតុនេះហើយទើបយន្តហោះត្រូវបានបង្ហោះដោយប្រើប្រព័ន្ធបាញ់បង្ហោះ Steam Catapult ដោយស្ទុះពីល្បឿន0ទៅល្បឿនអតិបរមាក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះទោះបីជាវាដឹកយន្តហោះចម្បាំងក៏ដោយនាវា USS Abraham Lincoln ខ្លួនឯងក៏មានបំពាក់អាវុធធន់ធ្ងន់ដើម្បីការពារខ្លួនផងដែរក្នុងនោះរួមមានមីស៊ីល OIM-7C Sparrow ដែលរចនាឡើងដើម្បីស្ទាក់ចាប់យន្តហោះសត្រូវមីស៊ីល OIM-116 RAM ជាប្រព័ន្ធការពារដែលមានប្រតិបត្តិការរហ័សប្រឆាំងនឹងការគំរាមកំហែងដល់នាវា Fairlane CIWS ជាកាំភ្លើងយន្តដែលអាចបាញ់គ្រាប់បានរាប់ពាន់គ្រាប់ក្នុង1នាទីដើម្បីបំផ្លាញមីស៊ីលដែលហោះចូលមកប្រព័ន្ធ Fairlane CIWS ត្រូវបានគេហៅថាជាខ្សែការពារចុងក្រោយរបស់នាវាដែលអាចឆ្លើយតបក្នុងរយៈពេលត្រឹមតែប្រមាណវិនាទីតែប៉ុណ្ណោះប្រព័ន្ធការពារនីមួយៗមានតម្លៃរាប់លានដុល្លារហើយពួកវាបង្កើតបានជាខែលការពារដ៏រឹងមាំជុំវិញនាវាផ្ទុកយន្តហោះនេះ USS Abraham Lincoln បានដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាមសម័យទំនើបបន្ទាប់ពីការវាយប្រហារនៅថ្ងៃទី11ខែកញ្ញាវាត្រូវបានបញ្ជូនទៅគាំទ្រប្រតិបត្តិការយោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ2003អំឡុងសង្គ្រាមអ៊ីរ៉ាក់វាបានបង្ហោះយន្តហោះវាយប្រហារតាមអាកាសនិងគាំទ្រកងកម្លាំងជើងគោកគ្រានោះបានធ្វើឲ្យនាវាផ្ទុកយន្តហោះនេះក្លាយជានិមិត្តរូបនៃអំណាចយោធាអាមេរិកប៉ុន្តែនាវានេះមិនមែនមានត្រឹមតែការបំផ្លិចបំផ្លាញនោះទេវាត្រូវបានគេប្រើប្រាស់ក្នុងបេសកកម្មមនុស្សធម៌ជាច្រើនដែលដឹកជញ្ជូនជំនួយបន្ទាប់ពីគ្រោះមហន្តរាយដូចជារលកយក្សស៊ូណាមីនិងការរញ្ជួយដីជាដើមជាមួយនឹងមន្ទីរពេទ្យនៅលើនាវាឧទ្ធម្ភាគចក្រនិងសមត្ថភាពផ្ទុកដ៏ធំសម្បើមវាអាចក្លាយជាមូលដ្ឋានសង្គ្រោះអណ្ដែតទឹកយ៉ាងឆាប់រហ័ស USS Abraham Lincoln មិនមែនគ្រាន់តែជានាវាមួយគ្រឿងតែប៉ុណ្ណោះទេវាគឺជានិមិត្តរូបនៃអំណាចជាទីក្រុងដើរដោយថាមពលនុយក្លេអ៊ែរនិងជាកងទ័ពអាកាសចល័តដែលអាចវាយប្រហារគ្រប់ទីកន្លែងនៅលើពិភពលោកជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision